Yes, my boy George Kim ពីចិត្រានេះស្ដាំរៀងស្រាលបើថាចូលប្រអប់ឆ្វេងក្រែងធ្ងន់ជាងនឹងតែគូបេឡាកំពុងធ្វើបបាមកវិញអូយចាប់មកគូឆ្វេងណែឡូណាស្ដាំថែមគូទៀត2ជង្គង់រួចបែកគូឆ្វេងថែម2ទៀតរបស់គូបេឡាមុននឹងអាញាកណ្ដាលមកបែកក៏ប៉ុន្តែលោកផ្ដល់សញ្ញាថាហាមតោងសង្គ្រាមធ្វើការប្រកួតបាទគូបេឡាលើកជើងបញ្ឆោតទុតឆ្វេងចូលភ្លឺឬសុំផ្លាប់បាត់កែងវិញអូយលើកដៃបាត់ទាន់ពេលជង្គង់របស់គូបេឡាកាច់ផ្ដេចុះផ្ដេលើជង្គង់គូបេឡាកែងចោលមួយរបស់ឡៅចិត្រាគូបេឡាដកថយទៅហើយទៅគិតម្ដងទៀតចលោដៃចលោជើងចូលឆ្វេងបាត់ផ្ដេរបស់ចិត្រាគូបេឡានៅត្រឹមអត់បញ្ហាមើលទៅស្បែករបស់គាត់មើលទៅអាការៈរបស់គាត់នឹងសម្បើត្រឹមតែម្ដងចិត្រាចូលទៅតិចគូបេឡាដោយឡងឆ្វេងដូចគ្នាចូលប្រអប់ឆ្វេងដូចគ្នាដើម្បីស៊ីសង្វាក់គ្នាហើយលើនេះបាទដូរមកស្ដាំវិញម្ដងគូបេឡាអូយចូលកែងរបស់គូបេឡាមិនន័យទេបាទចាប់កាច់ជង្គង់ឆ្វេងហើយក៏ក្រៀកក្បាលក្រៀកកចូលឆ្វេងម្ដាយទៀតគូបេឡាដោះថយអាយ៉ាមិនធម្មតាទេបាទបារាំងម្នាក់នេះធ្វើឲ្យឡៅចិត្រាពិបាកដែរបាទនៅក្នុងការស្ទាបស្ទង់ក៏ដូចជាទៅមែនតើនៅក្នុងទឹកទី1នេះពិបាកគាត់ក្រោមវត្តជង្គង់ឆ្វេងជ្រែកជើងអោបជ្រែកជង្គង់មួយបាទព្យាយាមរុញចេញទៅខាងនោះព្យាយាមរឹបចូលមកហើយលើជង្គង់មួយណៃឡូណាពីចិត្រាវត្តកែងមួយតិចទៅដៃជង្គង់ឆ្វេងថែមកត្រាក់ចាក់ជង្គង់ថែមទៀតបាទពីគូបេឡាស្រាលខ្លះធ្ងន់ខ្លះក៏ប៉ុន្តែកីឡាករបារាំងម្នាក់នេះបាទមិនទុកខ្លួនឲ្យនៅស្ងៀមទេចលនាមានរហូតហើយលើថយសម្លឹងភ្នែកយ៉ាងមុតធាក់ឆ្វេងពីគូបេឡាចូលគៀវត្តឆ្វេងខ្វាវម្ដាយទៀតរបស់គូបេឡាបាទចិត្រាមិនទាន់តបចិត្រាតិចក្តៅម្ដងមើលចូលគៀជង្គង់បាទរុញបន្តិចទៀតជង្គង់ឆ្វេងជង្គង់ស្ដាំវិញទី1 round 1បាទទឹកទី1 round 1គុណខ្មែរបាទប៉ះកីឡាករមកពីអាល្លឺម៉ង់បាទខាងទ្វីបអឺរ៉ុបបាទសាយធីដល់ទ្វីបអឺរ៉ុបបាទដល់មកបែកមើលទៅទឹកចិត្តមើលទៅកម្លាំងមើលទៅក្បាច់បច្ចេកទេសរបស់អ្នកទាំងពីរមួយតែមិនលើសគ្នាប្រហែលទេបាទមានទៅមានមកគាត់ឲ្យចិត្រាគាត់ដល់ចូលគូបេឡាចាំថយកាត់ឥឡូវកាត់បានទេអត់ថយមួយគាត់ឆ្វេងរបស់ចិត្រាចូលបាំងហើយមកជើងវិញចូលបាំងដែរចូលកែងតអូហូយបាទតែគិតផុតទៅគិតក្បាលគ្នាតិចជង្គង់គូបេឡាតែឡៅចិត្រាក៏លើកជង្គង់កលទៅវិញមិនឲ្យកម្ដៅខ្លួនរួចអាញាកដាលទៀតមកកដាលទៅមានបោះមកជើងស្ដាំរបស់ចិត្រាបោះចោលមួយសិនគូបេឡាទាត់បន្ថយចោលមួយទាញគៀកជើងប្រំគៀជង្គង់ឆ្វេងបាទជ្រែងដល់ទៅមុខកាច់ផ្ដេកតែមិនដេកទេកងខ្សែទៅមានកម្លាំងកាច់កម្លាំងក៏នៅតែមានល្អដូចគ្នាដែរឥឡូវនេះបន្តការប្រកួតនៅក្នុងវគ្គកណ្ដាលផ្លូវទឹកទី2ចិត្រានៅតែដើរចូលគូបេឡានៅតែថយតែថយនេះគេហៅថយលីពូថៅបាទជង្គង់ស្ដាំផ្ទះមួយរុលអបបោបនឹងខ្សែទាំងមាននៅតែដើរជង្គង់បានទៀតបាទកីឡាករបារាំងនេះអូបាទយ៉ាងណាក៏នៅតែដើរជង្គង់បានចិត្រាគិតមួយឆ្វេងម្ដាយឈូកឆាកចំហៀងមុខហើយលើប្រេមួយទៀតចូលគៀបោះចិត្រាឲ្យគៀឲ្យវត្តស្ដាំចូលជង្គង់ស្ដាំវិញជង្គង់គូបេឡាជង្គង់ឆ្វេងថែមទៀតបាទច្រានមុខចេញបាំងមុខតិចផ្ទះជង្គង់ឆ្វេងបាទចិត្រានោះក៏ល្បិតល្បួលគូបេឡានោះក៏ល្បិតល្បួលយកតាគៀងគូបេឡាបបាក់ដោះតែកីឡាករបារាំងចេះដោះក្បាច់បានល្អបាច់ជើងម្នាក់ចិត្រាដល់ចូលឆ្វេងស្ដាំពីរដៃចិត្រាបាត់កែងឆ្វេង
អូយមួយនេះបាច់ទឹកចាយគូបេឡានៅមកដដែលអត់ដូចល្មមទេអូយកាយគប់មួយទៀតវិចិត្រានៅដដែលបាទចាប់ឡើងជង្គង់ចាប់ឡើងជង្គង់មួយមិនធម្មតាបាទរងមិនធម្មតាបាទចូលដល់បេឡាចិត្រាគូបេឡាទាត់ក្រោមតែមើលទៅគូបេឡារៀបអស់កម្លាំងបន្តិចដូច្នេះហើយចិត្រាកំពុងស្ទុំមើលឆក់បដៃចាប់ទឹកទី2បងប្អូនអើយទះដៃមួយទៀតមកបាទទោះបីនឿយហត់ក៏យើងមិនរុញរាព្រោះយើងគិតពីគោលដៅរួមដើម្បីសម្រេចជោគជ័យភេសជ្ជៈបើកម្លាំងកម្ពុជាធម្មពលដ៏ជោគជ័យភេសជ្ជៈបើកម្លាំងកម្ពុជាធម្មពលដ៏ជោគជ័យ Cambodia Cola រសជាតិនៃភាពរីក Cambodia Sport ភេសជ្ជៈបំពេញជាតិទឹកល្អសម្រាប់រាងកាយនិងសុខភាពក៏បរទេសបាទជាច្រើនដើម្បីផ្សព្វផ្សាយបកគោក្រហមឡើងចិត្រាបកគោខៀវគូបេឡាមកពីប្រទេសបារាំងអ្នកណាជាម្ចាស់ខ្សែក្បាត់ពេលនេះយើងមិនទាន់បានឃើញជាក់លាក់ដល់ឡើយទេព្រោះអ្នកទាំងពីរវាយទៅវាយមកទាត់ឆ្វេងទៅទាត់ស្ដាំមកធាក់មួយជើងទាត់មួយជើងសងឥឡូវគូបេឡាគៀងចិត្រាវិញម្ដងគូបេឡាគៀងវត្តឆ្វេងទៅស្ដាំបាត់កែកាត់ឆ្វេងមួយពីចិត្រានៅតែម្ដីរុះទៅរលកែស្ដាំមួយទៀតអូយនៅតែម្ដីទៀតបាទនៅតែម្ដីបាទត្រវេត្រវាចាប់ត្រវេត្រវាដើម្បីរក្សាចំហឡើងជង្គង់ចិត្រាបណ្ដោយឲ្យគូបេឡាចូលមកដើម្បីឲ្យគាត់កាត់កែងតែគូបេឡាដោយអត់ញញើស្បែកស្វិតមួយជើងម្នាក់ស្របគ្នាហើយក៏យល់ទៅមុខតែពីគូបេឡាមួយជើងម្នាក់ស្របគ្នាទៀតក៏តែម្នាក់ជាប់ឆ្វេងម្នាក់ទាត់ស្ដាំដល់ចឹងទៅវាដូចជារឿងនេះខុសទំនងឆ្វេងម្ដាយវាយបំបើថយក្រោយពីចិត្រាទៅលើគូបេឡាញាក់ទាត់មួយជើងរងជាប់ចិត្រាសេរីបែបស្ងប់វត្តឆ្វេងម្ដាយចូលឆ្វេងថងស្ដាំមួយពីរកែងកាត់កែងវិញណែមានទៅមានមកទាញចង្គង់គូបេឡាអូយបាទចង្គង់ចិត្រាកើឡើងលើលបើកហើបឡើងលើតែមិនអីទេស្បែកនេះស្បែកស្វិតឆ្អឹងទៅស្វិតដែរឆ្វេងម្នាក់មួយជើងឲ្យទុតឆ្វេងមួយទៀតរបស់ចិត្រាទាញក៏ចាក់ចង្គង់ណែមួយនៅតែមិនអីចង្គង់គូបេឡាវិញបាទរលាក់ទៅមុខបន្តិចអាញាកដាលបាទផ្ទះបំបាយថានេះជាមិនមែនក្បាច់ទេបាទក្បាច់រលាក់លេងកទ្រុបទៅបាញ់មិញមើលមិនមាននៅក្នុងច្បាប់នៃការប្រកួតទេឥឡូវទាត់ឆ្វេងមកជើងរបស់គូបេឡាស្ដាប់ទេឆ្វេងសងវិញទាត់ឆ្វេងទៅវិញដែរពីគូបេឡាទាត់ក្រោមចិត្រាកំពុងប្រេចិត្រាគៀងគូបេឡាទៅនៅស្ងៀមអូយរហើយមុខវត្តមួយកែងនេះបាទឃើញផុតតែមួយត្រូវទេផ្ទះឆ្វេងពុតកែងឆ្វេងសងវិញទៅដៃតិចគូបេឡាបន្ថយចូលម្ដងទៀតឆ្វេងម្ដាយទៅអាយ៉ារអិលជើងទេបាទរអិលជើងដកថយតិចពេលវេលានៅសល់50វិនាទីគាត់ឆ្វេងពីចិត្រាឆ្វេងមកវិញពីគូបេឡាបាទគាត់រៀងថើចូលឆ្វេងម្ដាយប្រឆាំងទៅនឹងផ្ពាល់ដោះខ្លួនថយគូនេះបើថាទាត់បែបបញ្ឆោតបើលេងលើអីយោទាត់ខាងលើគូបេឡាក៏រអិលជើងដួលខ្លួនឯងពិបាកស្មានមែនទែនថាអ្នកណាមានព្រៀបជាងបាទពិបាកស្មានមែនទែនចូលម្ដងម្នាក់ទេគូនេះឥឡូវឆ្វេងរបស់គូបេឡាចិត្រាលោតចូលគៀហើយទាត់ឆ្វេងចូលចាប់ជង្គង់ចិត្រាបាទសវេសវ៉ាអោបដងខ្លួនអាចញ៉ាកដាលវាចេញម្ដងទៀតនៅក្នុងការប្រកួតចុងទឹកហើយចិត្រាបាទដើរចូលតិចចុងទឹកគូបេឡាឲ្យតែថាដើរចូលណាគាត់ចូលកាត់បាទហាក់ដូចជាដឹងអំពីក្បាច់របស់ចិត្រាអញ្ចឹងគូបេឡាដើរចូលម្ដងទាត់បញ្ឆោតចោលមួយបញ្ឆោតចោលឆ្វេងម្ដាយកិច្ចផតចុងទឹកចាប់ទឹកទៅហើយអូយបងប្អូនបាទសូមសម្លេងតែដៃដល់គូនេះមួយគុណខ្មែរជាមួយអាល្លឺម៉ង់ក៏ស្វិតស្វាញគុណខ្មែរជាមួយបារាំងក៏ស្វិតស្វាញបាទហើយពិបាកស្មានមែនទែនគូមុនគាត់យើងស្រួលរឿងល្វីបានប្រើកែងប្រើការទាត់នឹងច្រើនទន្ធាប់ទៅលើអាល្លឺម៉ង់យើងឃើញថាទំនងជាមានព្រៀបតែអត់ទេណាគូនេះបាទឃើញថាបារាំងគូបេឡានេះមិនធម្មតាបាទទប់ទល់បានវាយបកបានរូបណា
ខ្ញុំបាទសូមធ្វើការប្រកាសជាបន្តទៅតាមលទ្ធផលពីចៅក្រមទាំង5រូបចៅក្រមទី1ផ្ដល់ពិន្ទុ29ទល់នឹង28ក្រហមចៅក្រមទី2ផ្ដល់ពិន្ទុ29ទល់នឹង28ក្រហមចៅក្រមទី3ផ្ដល់ពិន្ទុ60ទល់នឹង57ខៀវចៅក្រមទី4ផ្ដល់ពិន្ទុ29ទល់នឹង28ខៀវចៅក្រមទី5ផ្ដល់ពិន្ទុ29ទល់នឹង25មិនឯកច្ឆន្ទ3-2ជ័យជំនះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោក70គីឡូក្រាមបានទៅលើបង្គោលខៀវគូប៊ីឡាបាទមិនធម្មតាទេបាទកីឡាករបារាំងគូប៊ីឡាដែលអាចទទួលជ័យជំនះទាំងប្រផិតប្រផើយនៅក្នុងការប្រកួតនេះខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញអាយុដំបណ្ឌិតមៀមរាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបាទផ្ដល់កិត្តិយសក្នុងការបំពាក់ខ្សែក្រវ៉ាត់បាទទៅដល់កីឡាករបារាំងគូប៊ីឡាអូហូយបាទប្រទាញបន្ទង់គ្នាមែនទែនចៅក្រមដែលបានផ្ដល់បន្ទុកឈ្នះចាញ់ដោយមិនឯកច្ឆន្ទបាទ3ទល់នឹង2មានទៅមានមកបាទនេះមានក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោកបាទបានមកដល់ដៃប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិអាយុដំបណ្ឌិតមៀមរាហើយបាទការស្កាត់មកតាំងពីប្រទេសបារាំងបាទក៏បានមកប្រកួតប្រជែងអស់ពីលទ្ធភាពក្នុងការប្រកួត3ទឹកជាថ្មីម្ដងទៀតបាទនេះជាខ្សែក្រវ៉ាត់ជើងឯកគុនខ្មែរពិភពលោក70គីឡូក្រាមបំពាក់ដោយប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិសូមអបអរសាទរជាថ្មីម្ដងទៀតដល់ជើងឯកពិភពលោក70គីឡូក្រាមមកពីបារាំងគូប៊ីឡាបាទអរគុណដល់ប៊ីឡាពាក់ផងស្ពាយផងបាទដើម្បីថតឲ្យបានច្រើនប៉ុស្តិ៍បាទអរគុណដល់អ្នកដឹកនាំមកបាទដែលបានជួយបាទបង្ហាត់បង្ហាញជាពិសេសគឺការប្រកួតផ្ទាល់ក្នុងការប្រកួតប្រជែងទាំង3ទឹកនេះតែម្ដងបាទគួរឲ្យសោកស្ដាយដែរសម្រាប់ឡៅចត្រានៅក្នុងការប្រកួតនៅពេលនេះបងប្អូនក៏មានការខកចិត្តខ្លះដែរ